អត្ថបទដកស្រង់ពីសៀវភៅស្ត្រីក្នុងព្រះពុទ្ធសាសនារៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សអត្ថបទទី1និយាយអំពីសិទ្ធិស្ត្រីក្នុងព្រះពុទ្ធសាសនា2ស្ដីពីបែបបទនិងតួនាទីរបស់ស្ត្រីក្នុងព្រះពុទ្ធសាសនាអត្ថបទទី3នេះគឺបញ្ហាបែកបាក់គ្នានាងខ្ញុំសូមអានជូននៅអត្ថបទនេះបន្តអំពីបែបបទនិងតួនាទីរបស់ស្ត្រីក្នុងព្រះពុទ្ធសាសនាគឺបញ្ហាបែកបាក់គ្នាប្រសិនបើស្វាមីលះបង់ភរិយាទៅមានស្ត្រីដទៃឬក៏ស្វាមីវាតប់ភរិយាតើភរិយាត្រូវលះបង់ស្វាមីឬក៏ត្រូវអត់ទ្រាំនៅតទៅទៀតទៅជាការល្អការមិនស្មោះត្រង់ដល់គ្នារបស់ភរិយាស្វាមីឬការប្រើកម្លាំងបាយប្រព្រឹត្តអំពើហិង្សាដើម្បីដោះស្រាយបញ្ហាក្នុងរឿងអ្វីនោះព្រះពុទ្ធសាសនាមិនប្រាថ្នាឲ្យកើតមានឡើយព្រោះស្ថាប័នគ្រួសារនីមួយៗគឺជាស្ថាប័នរបស់សង្គមទាំងមូលដែលសាងភាពរឹងមាំឲ្យដល់សង្គមជាតិនឹងឯងកាលបើស្ថាប័នគ្រួសារត្រូវបែកបាក់រមែងមានផលប៉ះខ្ទប់ទៅដល់សង្គមក្នុងផ្នែកដទៃទៀតផងដែរដោយចំពោះកូនដែលកើតមកក្នុងសភាពគ្រួសារមានការបែកបាក់នឹងទៅជាក្មេងដែលខ្វះភាពកក់ក្ដៅនិងនាំឲ្យមានបញ្ហាផ្សេងទៀតព្រះពុទ្ធសាសនាមានការគិតគូរក្នុងរឿងនេះណាស់ដោយដែលបានឃើញគោលធម៌សន្ធឹកសន្ធាប់ក្នុងព្រះត្រៃបិដកអប់រំណែនាំតាក់ទងក្នុងរឿងគ្រប់គ្រងផ្ទះសូម្បីតែរឿងជ្រើសរើសមនុស្សមកជាគូជីវិតព្រះសម្មាសម្ពុទ្ធក៏បានណែនាំឲ្យតាំងនៅក្នុងគោលធម៌ដ៏ប្រពៃ4យ៉ាងផងដែរដូចមានសេចក្តីក្នុងបិដកលេខ42ទំព័រ151សមជីវសូត្រអ្នកកុលៈបិតាបានក្រាបទូលព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនចាប់ដើមតាំងតែពីខ្ញុំព្រះអង្គបានប្រសពគ្នានឹងនាងអ្នកកុលៈមាតាតាំងពីកំឡោះក្រមុំមកមិនដែលប្រព្រឹត្តកន្លងចិត្តនៃអ្នកកុលៈមាតាសូម្បីដោយចិត្តម្ដងឡើយមិនបាច់ពោលអ្វីដល់ទៅការធ្វើដោយកាយនោះទេបបិទ្ធព្រះអង្គដ៏ចម្រើនជាងខ្ញុំព្រះអង្គប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផងឲ្យជួបគ្នាក្នុងបរិលោកផងចំណែកអ្នកកុលៈមាតាក៏បានក្រាបទូលព្រះដ៏មានព្រះភិក្ខដោយទំនោរដូចគ្នាដែរព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាបើជនទាំងពីរអ្នកប្តីប្រពន្ធប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផងឲ្យជួបគ្នាក្នុងបរិលោកផងលុះតែជនទាំងពីរនាក់មានសទ្ធាស្មើគ្នានិងមានសិលស្មើគ្នាមានចក្ខៈស្មើគ្នានិងមានបញ្ញាស្មើគ្នារួចហើយព្រះអង្គទ្រង់ត្រាស់បីគាថាជាបន្តទៀតថាដែលមានសេចក្តីប្រែដូចតទៅជនទាំងពីរនាក់អ្នកមានសទ្ធានិងជាអ្នកដឹងពាក្យពេចន៍នៃស្មូមជាអ្នកសង្រួមក្នុងសិលចិញ្ចឹមជីវិតតាមគន្លងធម៌ប្រពន្ធនិងប្តីទាំងនោះពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នារមែងមានសេចក្តីចម្រើនដ៏ច្រើនទាំងមានការនៅជាសុខកើតឡើងដល់គ្នានឹងគ្នាពួកសត្រូវរមែងអន់ចិត្តចំពោះជនទាំងពីរនាក់ដែលមានសិលស្មើគ្នាលុះប្រព្រឹត្តធម៌ក្នុងលោកនេះហើយបើមានចំណងក្នុងកាមក៏រមែងជាអ្នកត្រេកអររីករាយក្នុងទេវលោកបានក្នុងបិដកលេខ30និងលេខ54មានព្រះសូត្រឈ្មោះអលវកសូត្រសេចក្តីខាងចុងព្រះអង្គទ្រង់សម្ដែងអំពីគោលធម៌4យ៉ាងសម្រាប់អ្នកគ្រប់គ្រងផ្ទះនិងធ្វើឲ្យការគ្រប់គ្រងគូជីវិតពិតប្រសើរ4យ៉ាងគឺ 1. សច្ចៈពិតត្រង់ដល់គ្នាគួរឲ្យសរសើរ 2. តមៈការទូន្មានចិត្តមានបញ្ញាក្នុងការរស់នៅ 3. ខន្តិព្យាយាមអត់ធន់ចម្រើនទ្រព្យស្ងប់ជំនួស 4. ចាគៈមានការបរិច្ចាគលះបង់ឲ្យអភ័យមានអធ្យាស្រ័យសន្តោសប្រោះប្រណីមិនប្រកាន់ក្នុងរឿងរបស់សត្វលោករមែងចងនឹងមិត្តចិត្តសប្បុរសក្នុងបិដកលេខ19សង្គាលកសូត្រក្នុងនោះព្រះអង្គទ្រង់សម្ដែងអំពីតួនាទីរបស់ស្វាមីដែលត្រូវបដិបត្តិចំពោះភរិយាមាន5ប្រការ 1. រាប់អានឲ្យតម្លៃនិងលើកតម្កើងថាជាភរិយា 2. មិនមើលងាយមើលថោកភរិយា 3. មិនប្រព្រឹត្តក្បត់ចិត្តភរិយា 4. ឲ្យភាពជាធំក្នុងផ្ទះដល់ភរិយា 5. ឲ្យគ្រឿងអលង្ការដល់ភរិយាចាក់គោលធម៌ខ្លះៗក្នុងបណ្ដាគោលធម៌ដ៏ច្រើនមកបញ្ជាក់នេះជាការសម្ដែងឲ្យឃើញដល់ការគិតគូររបស់ព្រះពុទ្ធសាសនាដែលមានចំពោះស្ថាប័នគ្រួសារក្នុងឋានៈជាស្ថាប័នឬគល់របស់សង្គមព្រះពុទ្ធសាសនាត្រូវការឲ្យស្ថាប័នគ្រួសារមានភាពរឹងមាំ
សំណួរដែលថាបើស្វាមីលះបង់ភរិយាទៅមានស្ត្រីដទៃឬវាយតប់ភរិយាតើភរិយាត្រូវសម្រេចចិត្តយ៉ាងណានោះក្នុងករណីនេះព្រះពុទ្ធសាសនាបានណែនាំគុលធម៌សពគ្រប់សម្រាប់ទប់ស្កាត់ការពារកុំឲ្យកើតឡើងតែបើវាកើតឡើងហើយនឹងធ្វើយ៉ាងណាតាមពិតក្នុងរឿងនេះស្វាមីបានធ្វើខុសគុលធម៌ក្នុងព្រះពុទ្ធសាសនាខុសសន្យាដែលបានយល់ព្រមរួមជីវិតគ្នាខ្វះការគ្រប់គ្រងខ្លួនឯងមិនមាននៅកាមសង្វរៈការសង្រួមក្នុងកាមនិងខ្វះនៅគុលធម៌មួយដ៏សំខាន់គឺសត្យរៈសន្តោសត្រេកអរចំពោះតែភរិយារបស់ខ្លួនក្នុងសភាពបែបនេះភរិយាត្រូវបានទទួលការវាយប្រហារផ្លូវចិត្តដ៏ធ្ងន់ធ្ងរទាំងការក្បត់ចិត្តទាំងការវាយតប់ផ្លូវកាយព្រះធម៌ក្នុងគម្ពីរព្រះពុទ្ធសាសនាមិនបានវែងឆ្ងាយទៅដល់ថ្នាក់ប្រាប់ការសម្រេចចិត្តយ៉ាងណាឲ្យចំនៅពេលភរិយាជួបបញ្ហាបែបនេះនោះឡើយព្រះពុទ្ធសាសនាបានសម្ដែងអំពីទុក្ខទោសនៃជីវិតមានច្រើនបែបច្រើនយ៉ាងទោសរបស់កាមទាំងឡាយមានច្រើនក្រៃពេកកាមទាំងឡាយមានសេចក្តីសុខតិចមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនលក្ខណៈមិនមែនថាព្រះពុទ្ធសាសនាខ្វះមធ្យោបាយជួយក្នុងរឿងនេះទេព្រះពុទ្ធសាសនាមានមាគ៌ានាំអ្នកបដិបត្តិទាំងឡាយទៅដល់ទីបំផុតទុក្ខឲ្យតែអ្នកបដិបត្តិទាំងនោះព្រមឃើញថាកិលេសក្នុងខ្លួនជាសត្រូវពិតប្រាកដនឹងខ្លួនឯងចាកកុលធម៌4យ៉ាងសម្រាប់អ្នកគ្រប់គ្រងផ្ទះគឺសច្ចៈធម្មៈខន្តិចក្ខៈយើងនឹងជ្រាបបានថាកាលណាមានបញ្ហាកើតឡើងក្នុងគ្រួសារក្នុងលំដាប់ដែលមិនខ្លាំងក្លាពេកព្រះពុទ្ធសាសនាឲ្យបដិបត្តិនៅពិធីអត់ធន់ទូន្មាននិងឲ្យអភ័យដើម្បីរកផ្លូវដោះស្រាយបញ្ហាដោយប្រការផ្សេងៗប៉ុន្តែបើករណីនោះស្ថិតនៅក្នុងលំដាប់ខ្លាំងក្លារហូតដល់ថ្នាក់មិនអាចនិយាយឲ្យចុះសម្រុងគ្នាបានព្រះពុទ្ធសាសនាបានឲ្យសេរីភាពសម្រាប់ជ្រើសរើសជីវិតក្នុងការរស់នៅដែរមិនមែនចេះតែចង់ឲ្យអត់ធន់ដោយគោដោយក្របីនោះឯណាព្រោះថាមនុស្សម្នាក់ត្រូវមានបញ្ហាគូគ្នាជាមួយនឹងសេចក្តីអត់ធន់ហើយត្រូវចាំកុំភ្លេចថាសត្រូវពិតប្រាកដគឺកិលេសក្នុងចិត្តរបស់ខ្លួនឯងក្នុងបិដកលេខ47អព្យាកតវកៈភរិយាសូត្រក្នុងនោះព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងអំពីភរិយា7ពួកគឺ3ពួកមិនល្អចំណែក4ពួកទៀតជាភរិយាល្អភរិយាល្អ4ពួកគឺ1ភរិយាល្អដូចមាតា2ភរិយាល្អដូចបងឬប្អូនស្រី3ភរិយាល្អដូចកល្យានមិត្តនិង4ភរិយាល្អដូចទេសីយើងស្ដាប់ឮពាក្យថាដូចទាសីហាក់ដូចជាអន់ថយអន់ទាបណាស់តាមពិតផ្ទុយទៅវិញទេភរិយានៅតែជាភរិយាហើយគឺជាភរិយាល្អណាស់ទៀតផងព្រោះជាភរិយាដែលមានចិត្តមិនប្រទុះតបវិញចេះអត់ធន់មិនខឹងក្រោធឲ្យអភ័យដល់ស្វាមីក្នុងករណីដែលស្វាមីជេរវាយគំរាមដោយដំបងស្ត្រីដែលមានទេវធម៌ក្នុងខ្លួនដូច្នោះក្រោយពីស្លាប់នឹងបដិសន្ធិក្នុងទេវលោកតាមពិតបរោះជាស្វាមីទើបថោកទាបក្នុងអំពើសាហាវព្រៃផ្សៃជេរវាយគំរាមដោយដំបងប៉ងនឹងសម្រាប់ភរិយារបស់ខ្លួនអំពើថោកទាបដូច្នេះរមែងមិនមានក្នុងស្វាមីដែលជាកល្យានពុទ្ធជននិងសោតប័នបុគ្គលឡើយក្នុងបិដកលេខ42ទំព័រ141ព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងអំពីសង្វាសគឺការរួមគ្នាជាមួយនឹងស្វាមីភរិយាមាន4យ៉ាង1ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី2ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី3ទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី4ទេវតាប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីដើម្បីឆ្លើយតបទៅនឹងសំណួរខាងដើមខ្ញុំព្រះករុណាខ្ញុំបាទសូមលើកយកការនៃការរួមនៃភរិយាស្វាមីក្នុងចំណុចទី2តាមព្រះពុទ្ធដីកាដោយខាងក្រោមនេះមនាលកហបតីទាំងឡាយចុះខ្មោចប្រុសនៅរួមជាមួយនឹងទេវតាស្រីតើដូចម្ដេច
មនាលកហបតីទាំងឡាយស្វាមីក្នុងលោកនេះជាអ្នកធ្វើបាណាតិបាតធ្វើនៅអតនីទានប្រព្រឹត្តនៅកាមេសុមិច្ឆាចារាពលពាកមុសាក្រេបទឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទនិងជាអ្នកទ្រុសិលមានធម៌ដ៏លាមកមានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រួមរិទ្ធនៅគ្រប់គ្រងផ្ទះជាអ្នកជេរប្រតិចពួកសាមណៈព្រាហ្មណ៍ប៉ុន្តែភរិយារបស់ស្វាមីនោះជាអ្នកវាចាបាណាតិបាតាវាចាអតនីទានវាចាកាមេសុមិច្ឆាចារៈវាចាមុសាវាតៈវាចាការក្រេបផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទជាអ្នកមានសិលមានធម៌ល្អមានចិត្តប្រះចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកបញ្ជេរប្រតិចពួកសាមណៈព្រាហ្មណ៍មនាលខបតីទាំងឡាយយ៉ាងនេះឯងឈ្មោះថាខ្មោចប្រុសនៅរួមជាមួយនឹងទេវតាស្រីក្នុងការនៅរួមគ្នានេះព្រះពុទ្ធសាសនាត្រូវការឲ្យទេវតាប្រុសស្រីនៅរួមគ្នាជាការសុខសាន្តទាំងក្នុងបច្ចុប្បន្ននិងបរលោកឯការរស់នៅជាមួយខ្មោចវិញត្រូវជួបទុក្ខលំបាកយ៉ាងណានោះយើងអាចដឹងបានហើយក្នុងព្រះពុទ្ធសាសនាមិនបានប្រាប់ថាទេវតាបានជួបខ្មោចហើយត្រូវតែរស់នៅជាមួយខ្មោចរហូតទៅនោះឡើយផ្ទុយទៅវិញព្រះពុទ្ធសាសនាបានប្រាប់នៅហេតុដ៏អាក្រក់ក្រៃលែងក្នុងโลกនេះមានពីរយ៉ាង1. ហេតុដ៏អាក្រក់ក្រៃលែងខាងក្រៅគឺសេពគប់ជន់ពីល 2. ហេតុដ៏អាក្រក់ក្រៃលែងខាងក្នុងគឺមច្ឆាទិដ្ឋិសរុបសេចក្តីមកតាមគោលព្រះពុទ្ធសាសនាគឺ 1. ស្វាមីក្បត់ចិត្តក្បត់សន្យាគឺខុសគោលការណ៍រួមជីវិតមួយនឹងមួយមិនមាននៅសេចក្តីសន្តោសចំពោះភរិយារបស់ខ្លួនទៅមានស្រីដតីក្តីមានប្រពន្ធថែមទៀតក្តីរឿងនេះវាស្រេចតែថាភរិយាទទួលយកបានដែរឬទេទ្រាំបានដែរឬទេបើទ្រាំនៅតទៅទៀតដើម្បីអាចមិនឆ្លងនៅរោគទាំងរោគផ្លូវកាយទាំងរោគផ្លូវចិត្តកលេសដែរឬទេបើអាចទទួលយកបានទ្រាំបានឲ្យអភ័យបានដើម្បីកូននៅជួបជុំម៉ែឪចំណែកខ្លួនឯងក៏អាចនៅសាងបុណ្យកុសលធ្វើទានរក្សាសិលសមាទានឧបោសថជាឧបនិស្ស័យតទៅមុខទៀតបានផងដែរដូច្នេះនៅធ្វើជាភរិយាល្អតទៅទៀតចុះប៉ុន្តែបើហេតុការវាមានសភាពធ្ងន់ធ្ងរដល់ថ្នាក់ខ្លួនឯងមិនអាចទទួលយកបានបើនៅរួមតទៅទៀតត្រូវស្លាប់ដោយការឆ្លងរោគឬការស្លាប់ដោយការបៀតបៀនការលបប្រហារពីប្រពន្ធក្រោយរបស់ប្តីជាដើមពុំនោះសោតកុសលធម៌របស់ខ្លួនមានតែការសាបសូន្យអកុសលធម៌មានតែការចម្រើនឡើងដូច្នេះព្រះពុទ្ធសាសនាឲ្យសេរីភាពក្នុងការជ្រើសរើសជីវិតរស់នៅឲ្យតែការរស់នៅមានសេចក្តីចម្រើនរួចផុតពីអន្តរាយគ្រប់យ៉ាងនេះមិនមែនភរិយាខ្វះខាតនូវភាពស្មោះត្រង់នោះទេព្រោះលក្ខខណ្ឌនៃភាពស្មោះត្រង់នោះត្រូវស្វាមីទម្លាយចោលទៅហើយភរិយាត្រូវប្រព្រឹត្តទៅតាមផ្លូវច្បាប់បែកចាកពីស្វាមីតាមផ្លូវច្បាប់ដោយសន្តិវិធីក្នុងករណីនេះប្រសិនបើភរិយាត្រូវការបរិះដតីទៀតជាស្វាមីចាំបាច់ត្រូវតែឲ្យស្វាមីលែងលះខ្លួនជាមុនសិននឹងឯងបើពុំនោះទេភរិយាត្រូវមានទោសកាមេសុមិច្ឆាចារៈទ្រុសិល 2. បើស្វាមីប្រើអំពើហិង្សាវាយតប់ជេរប្រមាថស្រវឹងរាល់ថ្ងៃរំលោភលើរាងកាយលក្ខរឿងនេះបើមិនទាន់ខ្លាំងក្លាទេនៅរកផ្លូវដោះស្រាយបានពួកញាតិក្តីអាជ្ញាធរក្តីអាចជួយនិយាយបានព្រះពុទ្ធសាសនាឲ្យប្រើគុលធម៌ខន្តីអត់ធន់និងអប់រំទូមានចិត្តដោយបញ្ញាព្រមដោយការឲ្យអភ័យប៉ុន្តែបើបញ្ហាខ្លាំងក្លារហូតដល់ថ្នាក់មិនអាចដោះស្រាយបានព្រះពុទ្ធសាសនាក៏ឲ្យសិទ្ធិសេរីភាពក្នុងការរស់នៅដូចគ្នាដែរមិនមែនទ្រាំនៅឲ្យវាស្លាប់នោះទេបើចាំនៅកើតឋានសួគ៌ដោយចេះអត់ធន់នោះឡើយនៅក្នុងព្រះពុទ្ធសាសនាមានគោលធម៌សម្រាប់ធ្វើឲ្យមនុស្សល្អគឺខន្តីពិតមែនហើយប៉ុន្តែជីវិតដែលរស់នៅប្រសើរគួររស់នៅប្រកបដោយបញ្ញាក្នុងបិដកលេខ30ទំព័រ232ព្រះពុទ្ធទ្រង់ត្រាស់ថាពួកអ្នកប្រាជ្ញពោលថាបុគ្គលដែលរស់នៅដោយបញ្ញាឈ្មោះថារស់នៅប្រសើរអត្ថបទបញ្ហាបែកបាក់គ្នាត្រូវបានដល់ទីបញ្ចប់នាងខ្ញុំអឹមផាន់វ៉ាន់ឌីសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្ដាប់ដែលបានចំណាយពេលវេលាសម្រាប់នៅការអានអត្ថបទនេះនាងខ្ញុំជឿជាក់យ៉ាងមុតមមថាអត្ថបទនេះអាចជួយញ៉ាំងនៅជីវិតគូទាំងឡាយបានគោរពនៅគោលធម៌ទាំងអស់ដែលព្រះពុទ្ធសាសនាបានព្រាងប្រដៅសូមគោរពជូនពរដល់ប្រិយមិត្តទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការរួចចាកផុតទុក្ខជួបគ្នានៅអត្ថបទក្រោយគឺប្រយោជន៍
យន៍នៃការសិក្សាព្រះពុទ្ធសាសនាសម្រាប់ស្ត្រីសូមអរគុណនិងសូមគោរពលា